បងប្អូនអ្នកកាត់ឆ្នាំរកានៅក្នុងខែកក្កដានេះចាគឺមានឱកាសក្នុងការបង្ហាញជាមួយនឹងសមត្ថភាពនិងមានការទទួលស្គាល់ផងដែរប៉ុន្តែទោះយ៉ាងណាក៏ដោយលោកអ្នកអាចនឹងត្រូវមានការប្រុងប្រយ័ត្នតិចទៅលើការប៉ះទង្គិចពាក្យសម្ដីជាមួយនឹងមិត្តរួមការងារឬមួយក៏តាក់ទងជាមួយនឹងការសម្រេចចិត្តណាមួយកុំឲ្យលឿនលះខ្លាំងពេកចាតាក់ទងការងារលោកអ្នកអាចទទួលបានការពេញចិត្តឬក៏ការទទួលស្គាល់ពីឋានៈលើចាហើយចំពោះការងារផងដែរក្នុងឱកាសនេះលោកអ្នកអាចមានឱកាសល្អបើសិនជាធ្វើការដាក់ការងារចាឬក៏តាក់ទង apply ការងារថ្មីចាចំពោះហេរ៉ាវត្ថុគឺមានឱកាសទទួលបានចំណូលការឡើងចាប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នទៅលើការចំណាយណាដែលមិនចាំបាច់ចាចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូចាអាចនឹងទទួលបានដំណឹងល្អចាប៉ុន្តែមិនដឹងថាដំណឹងល្អទេគ្រាន់តែជាដំណឹងល្អសម្រាប់បងប្អូនដែលនៅលីវអាចជួបជាមួយនឹងមនុស្សត្រូវចិត្តតាមរយៈការងារឬក៏បណ្ដាញមិត្តភ័ក្តិចាចំពោះសុខភាពចាលោកអ្នកអាចនឹងនឿយហត់តិចហើយនឹងព្យាយាមគេងឲ្យបានគ្រប់គ្រាន់ធម្មពលនៅក្នុងខែកក្កដាគឺល្អចាប៉ុន្តែគ្រាន់តែប្រុងប្រយ័ត្នទៅលើពាក្យសម្ដីចាហើយជៀសវាងក្នុងការដែលបង្កចំនួនជាមួយនឹងមិត្តរួមការងារចាអរគុណ